ស្វាគមន៍សាជាថ្មីមកកាន់ podcast breakdown របស់យើងដែលនេះជាអេពីសូតថ្មីបន្ទាប់ពីខានជួបគ្នាមួយរយៈថ្ងៃនេះយើងនឹងបន្តការបំបែកខ្លឹមសារនៃមេរៀនពីសៀវភៅ How to Stop Worrying and Start Living របស់ Dale Carnegie ដែលមេរៀននៅថ្ងៃនេះគឺការបំបែកបញ្ហាទៅជាផ្នែកចង់ដឹងថាខ្លឹមសារមេរៀនយ៉ាងណាមកតាមដានស្ដាប់ទាំងអស់គ្នានេះជាហេតុផលមួយក្នុងចំណោមហេតុផលនៃការព្រួយបារម្ភគឺការមិនបានកំណត់បញ្ហាឲ្យបានច្បាស់លាស់យើងចេះតែបារម្ភតែមិនដឹងច្បាស់ថាយើងកំពុងបារម្ភពីអ្វីយើងត្រឹមតែដឹងថាខ្លួនឯងកំពុងគិតច្រើនតែមិនដឹងថាខ្លួនឯងកំពុងគិតពីអ្វីគំនិតរបស់យើងប្រៀបដូចជាពពករស័ព្ទវាលោតចេញពីការភ័យខ្លាចមួយទៅកាន់ការភ័យខ្លាចមួយទៀតរហូតធ្វើឲ្យមានភាពច្បូកច្បល់និងមានអារម្មណ៍ថាលើសលប់នេះជាហេតុដែលមេរៀននេះ Dale Carnegie ផ្ដល់ឲ្យយើងនូវវិធីដ៏សាមញ្ញមួយក្នុងការដោះស្រាយវាគឺការបំបែកបញ្ហាទៅជាផ្នែកការថប់បារម្ភកើតចេញដោយសារភាពមិនច្បាស់លាស់ពេលយើងទុកបញ្ហារបស់យើងដោយភាពមិនច្បាស់លាស់ចិត្តរបស់យើងនឹងបំពេញដោយការភ័យខ្លាចការស្រមើស្រមៃរបស់យើងបានពង្រីកភាពភ័យខ្លាចកាន់តែធំឡើងប៉ុន្តែនៅពេលដែលយើងឈប់ហើយវែកញែកបញ្ហាម្ដងមួយដោយប្រុងប្រយ័ត្ននោះភាពច្បូកច្បល់នឹងលែងមានវាប្រៀបដូចជាដុំពពកខ្មៅត្រូវបានរសាត់ចេញពីព្រះអាទិត្យខាងក្រោមនេះគឺជាដំណើរការក្នុងការបំបែកបញ្ហារបស់ Dale Carnegie ជំហានទី1កំណត់បញ្ហាឲ្យបានច្បាស់កុំឲ្យវានៅសពិសពិលពេលដែលយើងកំណត់បញ្ហាបានច្បាស់យើងនឹងមានអារម្មណ៍ថាបញ្ហាបានរួមតូចជាងមុនយើងបានយកអ្វីដែលមិនច្បាស់ហើយប្រែក្លាយវាទៅជាអ្វីមួយដែលជាក់លាក់ជំហានទី2ប្រមូលផ្ដុំការពិតការព្រួយបារម្ភច្រើនតែកើតចេញពីការសន្មត់យើងបង្កើតភាពសង្ស័យក្នុងក្បាលរបស់យើងដោយមិនច្បាស់លាស់តាមរយៈការប្រមូលផ្ដុំការពិតយើងនឹងកាត់បន្ថយការស្រមើស្រមៃហើយផ្ដោតលើការពិតជំនួសវិញការពិតធ្វើឲ្យចិត្តរបស់យើងស្ងប់ជាងមុនព្រោះវាផ្ដល់ឲ្យយើងនូវភាពច្បាស់លាស់ក្នុងការរកវិធីបំបែកវាជំហានទី3សរសេរជំរើសរបស់យើងជាចំណុចនៅពេលដែលយើងដឹងការពិតហើយសូមពិចារណាវិធីដែលអាចទៅរួចកុំទាន់អាលវិនិច្ឆ័យគ្រាន់តែសរសេរវាចុះការមានជំរើសធ្វើឲ្យគំនិតរបស់យើងមិនជាប់គាំងជំហានទី4សម្រេចចិត្តនិងធ្វើសកម្មភាពនេះគឺជាកន្លែងដែលយើងអាចបញ្ឈប់វដ្តដាក់នៃការគិតដែលគ្មានទីបញ្ចប់ការព្រួយបារម្ភចង់ឲ្យយើងបន្តជុំវិញបញ្ហាដោយមិនអាចរើខ្លួនរួចប៉ុន្តែនៅពេលដែលយើងបានដាក់ចេញនៅជំរើសហើយចូលជ្រើសរើសជំរើសណាមួយដែលល្អបំផុតហើយបដិញ្ញាចិត្តចំពោះវាសកម្មភាពនាំមកនូវភាពធូរស្បើយព្រោះវាផ្លាស់ប្ដូរថាមពលរបស់យើងពីការស្រមើស្រមៃពីបញ្ហាទៅជាការដោះស្រាយបញ្ហាវិធីសាស្ត្រនេះមានប្រសិទ្ធភាពព្រោះវាផ្ដល់រចនាសម្ព័ន្ធដល់ការគិតរបស់យើងជំនួសឲ្យការអនុញ្ញាតឲ្យអារម្មណ៍របស់យើងវិលវល់ជារង្វង់យើងគ្រប់គ្រងដោយបំបែកបញ្ហាទៅជាផ្នែកដែលយើងអាចគ្រប់គ្រងបានប្រៀបដូចជាការលើករបស់ធ្ងន់មួយយើងមិនអាចលើកវាទាំងអស់ក្នុងពេលតែមួយបានទេប៉ុន្តែប្រសិនបើយើងបែងចែកវាទៅជាផ្នែកតូចៗយើងនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការលើកវាហេតុផលសំខាន់មួយទៀតនោះគឺវាជួយសន្សំថាមពលផ្លូវចិត្តរបស់យើងការព្រួយបារម្ភគឺជាការចំណាយថាមពលខ្លាំងដោយសារតែវាគ្មានព្រំដែនវាអាចរីកចម្រើនឥតឈប់ឈរនៅក្នុងចិត្តរបស់យើងប៉ុន្តែនៅពេលដែលយើងបំបែកវាទៅជាបំណែកយើងកំពុងបង្កើតដែនកំណត់មួយយើងផ្ដោតតែលើផ្នែកដែលសំខាន់បំផុតមួយជំនួសឲ្យការគិតរឿងច្រើនក្នុងពេលតែមួយការបំបែកបញ្ហាទៅជាផ្នែកក៏បង្រៀនយើងផងដែរនៅការឆ្លើយតបដោយហេតុផលជំនួសឲ្យប្រតិកម្មដោយអារម្មណ៍ការប្រើអារម្មណ៍វាងាយក្នុងការពង្រីកការភ័យខ្លាចប៉ុន្តែតក្កវិជ្ជាធ្វើឲ្យចិត្តស្ងប់ការបំបែកបញ្ហាធ្វើឲ្យយើងចាប់ផ្ដើមប្រឈមមុខជាមួយបញ្ហាដោយភាពច្បាស់លាស់ជាងមុននិងមិនសូវមានភាពស្លន់ស្លោដូច្នេះពេលទុកកង្វល់ចាប់ផ្ដើមគ្របសង្កត់យើងសូមកុំអង្គុយក្នុងភាពសពិចសពិលចូលកំណត់បញ្ហាឲ្យបានច្បាស់ប្រមូលផ្ដុំការពិតសរសេរជំរើសដែលអាចទៅរួចនិងជ្រើសរើសផ្លូវដែលល្អបំផុតដើម្បីឆ្ពោះទៅមុខអរគុណសម្រាប់ការចូលរួមស្ដាប់នៅថ្ងៃនេះបើចូលចិត្តកុំភ្លេច like និង comment ខាងក្រោមជួបគ្នាជាបន្តទៀតនៅអេពីសូតក្រោយ